បាទសួស្តីបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកតាក់ទងទៅនឹងរបាយការណ៍ CBC បាទអញ្ចឹងពាក្យជាភាសាអង់គ្លេសហៅថា Credit Bureau Cambodia បាទអញ្ចឹងរបាយការណ៍ CBC ជារបាយការណ៍មួយដែលកត់ត្រានៅប្រវត្តិសងប្រាក់របស់បងប្អូនទាំងអស់គ្នាហើយនឹងកត់ត្រានៅការស្នើសុំអនុទានពីមួយវគ្គទៅមួយវគ្គរបស់បងប្អូនឬក៏ស្នើសុំអនុទានពីស្ថាប័នមួយទៀតឬក៏មានការធានាទៅលើបុគ្គលបន្តទៀតបាទអញ្ចឹងរបាយការណ៍ CBC សម្រាប់ការប្រើប្រាស់អនុទានរបស់បងប្អូននឹងបានកត់ត្រាថាតើអនុទានរបស់បងប្អូននឹងធ្លាប់មានប្រវត្តិសងបែបណាបាទមានប្រវត្តិសងល្អសងទៀងទាត់យឺតយ៉ាវតិចថ្ងៃច្រើនថ្ងៃឬក៏យឺតយ៉ាវឆ្លងខែ30ថ្ងៃលើសឬក៏ច្រើនថ្ងៃផ្សេងទៀតបាទឬក៏ខកខានបង់គេរយៈពេលវែងឬក៏ដល់កម្រិតរាយអស់មានន័យថាកាត់ចេញពីបញ្ជីអនុទានបាទហើយមួយទៀតតកតងទៅនឹងការស្នើបាទនៅពេលដែលបងប្អូនស្នើកម្ចីនៅធនាគារណាវាបានកត់ត្រាថាបងប្អូនបានស្នើទោះបីជាធនាគារនោះផ្ដល់ជូនបងប្អូនឬក៏មិនផ្ដល់ជូនក្តីបាទហើយមួយទៀតតកតងទៅនឹងការធានាបាទការធានានេះក៏វាបានកត់ត្រាថាបងប្អូនបានធានាទៅលើគ្រួសារកឬក៏បុគ្គលកហើយគ្រួសារកឬក៏បុគ្គលកនោះគាត់ប្រើប្រាស់កម្ចីមានការយឺតយ៉ាវឬក៏ទៀងទាត់ក៏វាបានកត់ត្រាដែរបាទអញ្ចឹងទាំងអស់នេះគឺជារបាយការណ៍ CBC អញ្ចឹងសូមបងប្អូនរក្សានៅគុណភាពCBC របស់បងប្អូនដើម្បីយើងងាយស្រួលក្នុងការប្រើប្រាស់កម្ចីនៅថ្ងៃខាងមុខទៀតបាទសូមអរគុណ